cùng lòng pe đểខ្ញុំមានបញ្ហាខ្ញុំជឿចាប់ខ្លាំងនោះព្រះអង្គក៏មានបន្ទូលមួយមកកាន់ជីវិតរបស់ខ្ញុំថាព្រះអង្គស្រឡាញ់ខ្ញុំស្រឡាញ់ម៉ាក់ខ្ញុំព្រះអង្គជាព្រះតែងតែអត់ទោសនៅរឿងរ៉ាវទាំងអស់ដែលបានកើតឡើងនោះហើយគឺជាផែនការមួយសម្រាប់ជីវិតរបស់ខ្ញុំហើយខ្ញុំចាប់ផ្ដើមនឹកឃើញអំពីព្រះបន្ទូលអំពីក្តីស្រឡាញ់របស់ព្រះជាម្ចាស់នោះហើយនៅពេលនោះខ្ញុំឈប់អន់ចិត្តជាមួយម៉ាក់ខ្ញុំមានគំនិតក្នុងការស្ដីបន្ទោសដល់គាត់ហើយព្រះអង្គក៏ប្រទានព្រះពរមកកាន់ជីវិតរបស់ខ្ញុំហើយក្រុមគ្រួសាររបស់ខ្ញុំហើយគ្រួសាររបស់ខ្ញុំចាប់ផ្ដើមមានសេចក្តីអំណរហើយមានក្តីស្រឡាញ់ជាមួយគ្នាហើយគ្រួសាររបស់ខ្ញុំក៏ព្រះអង្គបានប្រទានពរម្ដងបន្តិចផងដែរអ្នកទាំងអស់គ្នាមានដឹងអត់នៅពេលដែលខ្ញុំជួបបញ្ហានោះខ្ញុំអត់បានដាច់ចេញពីព្រះអង្គទេដោយសារខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់យ៉ាងច្រើនពីព្រោះខ្ញុំបានអធិដ្ឋានថាសូមព្រះអង្គបានផ្ដល់កម្លាំងមកកាន់ខ្ញុំនៅក្នុងព្រះគម្ពីរមួយភីលីបចំពុក4ខ13ខ្ញុំអាចធ្វើទាំងអស់បានដោយសារព្រះគ្រីស្ទទ្រង់ចម្រើនកម្លាំងដល់ខ្ញុំអញ្ចឹងខ្ញុំបានអធិដ្ឋានថាសូមព្រះអង្គបានផ្ដល់កម្លាំងសម្រាប់ខ្ញុំក្នុងការដែលតយុទ្ធជាមួយនឹងបញ្ហានោះខ្ញុំអត់បានអធិដ្ឋានថាសូមឲ្យបញ្ហានោះចេញពីជីវិតរបស់ខ្ញុំទេអញ្ចឹងរឿងរ៉ាវបញ្ហាទាំងអស់នោះមិនបានធ្វើឲ្យខ្ញុំបានដាច់ចេញពីព្រះអង្គទេធ្វើឲ្យខ្ញុំកាន់តែចូលចិត្តព្រះអង្គចិត្តឡើងហើយស្គាល់អំពីបំណងផាតីរបស់ព្រះជាម្ចាស់តាមរយៈព្រះគម្ពីរនិងការស្ដាប់បទចម្រៀងដែលជាគ្រីស្ទបរិស័ទហើយនឹងការសរសើរដំកើងព្រះជាម្ចាស់ផងដែរខ្ញុំអរគុណដល់ព្រះជាម្ចាស់មែនទែនដែលព្រះអង្គបានដឹកនាំជីវិតរបស់ខ្ញុំឲ្យខ្ញុំស្គាល់អំពី FCA ហើយអំពីពន្ធកិច្ចរបស់ FCA ខ្ញុំជាផ្នែកមួយនៅទីកន្លែងនោះគឺខ្ញុំគឺជាអ្នកដែលដឹកនាំសរសើរដំកើងនៅពេលដែលមានកម្មវិធីបាល់ទាត់នីមួយៗរបស់ FCA គឺខ្ញុំចូលរួមសរសើរដំកើងព្រះជាម្ចាស់នៅក្នុងពន្ធកិច្ចនោះគោលបំណងតែមួយគត់គឺប្រាប់គេអំពីព្រះយេស៊ូវគ្រីស្ទហើយខ្ញុំមានពន្ធកិច្ចមួយទៀតដែលខ្ញុំកំពុងតែធ្វើគឺខ្ញុំបង្រៀនអំពីផ្នែកថ្វាយបង្គំនិងការសរសើរដំកើងព្រះជាម្ចាស់នៅ ICPTI ហើយខ្ញុំក៏បម្រើនៅទីនោះគឺជាអ្នកដែលដឹកនាំសរសើរដំកើងព្រះដល់ព្រះជាម្ចាស់ផងដែរខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាទោះបីជាយើងមានបញ្ហាធំប៉ុណ្ណាក៏ដោយចូលយើងពឹងផ្អែកទៅលើព្រះជាម្ចាស់តែមួយនៅក្នុងព្រះគម្ពីរសុភាសិតចំពុក3ខ5ចូលទីពឹងដល់ព្រះយេហូវ៉ាអស់ពីចិត្តកុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឯងឡើយដូច្នេះទោះបីជាបងប្អូនទាំងអស់គ្នាមានបញ្ហាយ៉ាងណាក៏ដោយចូលយើងបានពឹងផ្អែកដល់ព្រះជាម្ចាស់តែមួយហើយជឿលើព្រះបន្ទូលសន្យានៃព្រះនៅពេលដែលបងប្អូនមានបញ្ហាសូមអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ហើយសូមបងប្អូនអ្នកគ្នាបានស្ដាប់បទចម្រៀងគ្រីស្ទបរិស័ទដែលលើកទឹកចិត្តដល់បងប្អូនអ្នកគ្នាហើយនឹងធ្វើឲ្យបងប្អូនអ្នកគ្នាមានកម្លាំងសូមបងប្អូនអ្នកគ្នាបានអានព្រះគម្ពីរឲ្យបានច្រើនដើម្បីឲ្យយើងបានស្គាល់អំពីបំណងផាតីរបស់ព្រះអង្គដើម្បីយកឈ្នះគ្រប់ទាំងបញ្ហាដែលបងប្អូនកំពុងតែជួបផងដែរ